សួស្តីនេះគឺជាកូនជីលីកាចេកដែលយើងបានផ្សំនៅលក្ខខណ្ឌខាងក្រៅរយៈពេល3សប្តាហ៍មកហើយឥឡូវនេះដល់ពេលដែលយើងត្រូវច្រកដីចូលទៅក្នុងស្បោងខ្មៅដើម្បីបំបែកកូនជីលីកាចេកនៅលើដីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីឲ្យកូនចេករបស់យើងស្ទុះនិងលូតលាស់បានល្អចាចំពោះវិធីសាស្ត្រធ្វើជាជំហានដំបូងយើងត្រូវដកកូនចេកថ្នមពីលើត្រេបន្ទាប់មកយើងយកកូនចេកកប់នៅក្នុងស្បោងដែលយើងបានច្រករួចជាស្រេចនោះបន្ទាប់ពីដាក់កូនចេកដាំនៅក្នុងស្បោងរួចយើងយកទៅតម្រៀបដាក់នៅលើធ្នើរដើម្បីងាយស្រួលក្នុងការថែទាំដូចជាការស្រោចស្រពនិងការផ្ដល់សារធាតុចិញ្ចឹមជាដើមសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាយបាយ